ហ្នឹងគឺប្រាជ្ញាយកចំណុចទាំងអស់នេះគឺជាចំណុចអតិភិបគឺយកអាការឆបោកអនឡាញហ្នឹងជាចំណុចអតិភិបនៅក្នុងការដែលគាត់ទៅធ្វើការនៅស្រុកខ្មែរជាឯករដ្ឋទូតថ្មីហ្នឹងដើម្បីសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជាជួយកំទេចអាឆបោកអនឡាញហ្នឹងឲ្យអស់ជាផេះជាផង់ហើយមិនមែនកំទេចតែអាឆបោកអនឡាញដែលជាមជ្ឈមណ្ឌលហ្នឹងទេគឺគាត់នឹងចាត់ការក្រុមអ ក្រិតជនទាំងអស់ដែលនៅពីក្រោយខ្នងនៃការឆបោកអនឡាញហ្នឹងទៀតខ្ញុំពេញចិត្តលោក Christopher Anderson មែនតើខ្ញុំពេញចិត្តនឹងរឿងថាអ្នកនៅពីក្រោយនេះរាល់ថ្ងៃនេះណាទៅចង់បិទមជ្ឈមណ្ឌលឆបោកអនឡាញដូចខ្មែរកំពុងធ្វើថាបាន250មជ្ឈមណ្ឌលអីហ្នឹងដែលអះអាងថាធ្វើកក្រៅដេញជនបរទេសទៅរាប់សែនអ្នកអីហ្នឹងវាគ្រាន់តែជាការវែកចកទេតាមពិតគឺអ ក្រិតជនដែលសំខាន់មេខ្លោងចូលជួញដូរអនឡាញហ្នឹងគឺនៅជួររដ្ឋាភិបាលកម្ពុជានៅក្នុងស្រុកហ្នឹងនៅក្នុងចំណោមអង្គការមហាមន្ត្រីផ្កាយប្រមាណអស់ហ្នឹងដែលមានឈ្មោះជាខ្មែរអស់ហ្នឹងដែលយកដែរចាត់ការទេមានអង្គការយើងឃើញដូចលីងផាត់ដូចកុកអានដូចលោកហ៊ុនតូអីដែលគេកាត់ទោសគេសំទោសគេចោទប្រកាន់គេដាក់ទណ្ឌកម្មដាក់អីតែស្រុកខ្មែរដែលស៊ើបអង្កេតបានមួយករណីឥឡូវលោក Christopher Anderson គាត់សច្ចាថាពេលដែលគាត់ចូលទៅដល់ស្រុកខ្មែរគឺគាត់នឹងចាត់ការមន្ត្រីនៅពីក្រោយហ្នឹងដើម្បីឲ្យអស់អាការឆបោកអនឡាញពិតប្រាកដមិនមែនធ្វើតែសើអីចឹងរឿងនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនខ្មែរទាំងអស់ត្រូវចាំលោក Christopher Anderson បានសច្ចាថាគាត់ទៅធ្វើដូច្នេះនៅស្រុកខ្មែរចាំបើគាត់អត់ធ្វើទេរំលឹកគាត់ផងព្រោះគាត់ទៅដល់ទូតអាមេរិកនៅស្រុកខ្មែរក្បែរវត្តភ្នំនឹងចិត្តប្រកោយឯងជាបេះដូងរដ្ឋធានីភ្នំពេញរបស់យើងចឹងបងប្អូនតវ៉ាប្រាប់គាត់ដោយសន្តិវិធីប្រាប់គាត់ថាមិនអីឥឡូវដល់ណាហើយអានេះគឺជាសិទ្ធិស្របច្បាប់ហើយបងប្អូនត្រូវថតឯកសារនេះសេចក្តីថ្លែងការណ៍របស់គាត់នឹងទុកហើយចាំផងថ្ងៃ16ខែកក្កដាឆ្នាំ2026លោក Christopher Anderson ថ្លែងនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ក្របខ័ណ្ឌព្រឹទ្ធសភាអំពីការបដិញ្ញារបស់គាត់បើគាត់ថ្លែងទៅជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានាពេលខាងមុខអាហ្នឹងរឿងទី1គឺគាត់យកចំណុចឆបោកអនឡាញហ្នឹងជាអតិភិបហេតុអីបានចឹងបងប្អូនខ្ញុំរំភើបហេតុអីបានខ្ញុំរំភើបព្រោះការឆបោកអនឡាញនេះណាបើអាមេរិកថាចាត់ការហើយយើងមានសង្ឃឹមច្រើនបើកម្ពុជាថាចាត់ការហើយយើងអត់សង្ឃឹមលីងព្រោះកម្ពុជាបើចាត់ការបានខ្លួនឯងមិនមែនទុកឲ្យបាត់ល្មើសនេះវារៀលដាលដូចជំងឺមហារីកទេតែដោយសារតែសម្ពាធច្រើនពេកហើយអញ្ចឹងទៅក៏ធ្វើខ្លះទៅកុំឲ្យអត់សោះខ្ញុំក៏សរសើរដែរពួកគាត់ខំប្រឹងដូចភ្លើងច្បងអញ្ចឹងរាល់ថ្ងៃឃើញអូប្រសិទ្ធប្រសាទអូនិយាយពីថាចាប់នោះចាប់ប៉ុន្តែចាប់បិទអស់250ទីតាំងអង្គការលើកលែងទោសអន្តរជាតិ Amnesty International រកឃើញថាតាមពិតអាទីតាំង250ហ្នឹងគឺបើនិយាយពីកូតាគឺបានតែ 30% នៃអ្វីដែលជាមជ្ឈមណ្ឌលធំៗគេមានរកឃើញ86បាត់បាន28ហ្នឹងនៅសល់58ហើយយើងថាអស់បិទអស់250ឃើញយើងធ្វើអីហ្នឹងគឺយើងរកទទួលលេខហ្នឹងមកដល់ពេលគេអ្នកស៊ើបអង្កេតឯករាជ្យគេទៅរកឃើញស្ញែងនៅលើគោកហ្នឹងយើងបិទបានតែ 30% ហើយនៅសល់ 70% ដដែលអានេះហើយដែលលោក Christopher Anderson ចូលទៅហ្នឹងសង្ឃឹមសំទោសខ្ញុំសង្ឃឹមហ្នឹងដោយសារអីរឿងអីក៏ដោយឲ្យតែប៉ះអាមេរិកប្រជាពលរដ្ឋអាមេរិកគឺរឿងហ្នឹងច្រើនតែជោគជ័យពួកអាមេរិកនឹងយកហេតុផលថាឆបោកអនឡាញនៅកម្ពុជានេះណាជនរងគ្រោះនៅអាមេរិករាប់សែននាក់អស់ទឹកប្រាក់រាប់ពាន់លានដុល្លារអញ្ចឹងអាមេរិកបានបង្កក់ប្រាក់លោក Gen Z 15,000 លានដុល្លាររួចទៅហើយដូច្នេះនេះគឺបានគេរកឃើញជនរងគ្រោះជាអាមេរិកហ្នឹងរាប់សែននាក់គឺដោយសារកម្ពុជានឹងឯងអញ្ចឹងឥឡូវពិភពលោកគេល្បីខ្ចរខ្ចាយរឿងកម្ពុជាតែជាស្អីគេហៅពួក Wall Street Journal House Cambodia ណានោះអាហ្នឹងហើយដោយសារតែយើងវាក៏គិតអញ្ចឹងហើយយើងអត់បានចាត់ការឲ្យពេញទំហឹងយើងចិត្តតែធ្វើឥឡូវនេះយើងធ្វើហ្នឹងមើលទៅដូចរឿងស្ងាត់វិញទៀតហើយបានមួយឆាវហ្នឹងឥឡូវស្ងាត់ហើយចាំមើលទៅស្ងាត់ឈឹងមេដឹកនាំធំត្រីផ្ទុកត្រីឆ្ដោអីហ្នឹងបាត់អស់លេងចាប់បានតែកាភ្លៀងហើយកញ្ចុះហ្នឹងយកមកហ្នឹងទុងលហិតស្គរអស់ហើយដល់ពេលគេរកឃើញថាអត់ប្រយោជន៍ឥឡូវនេះបានលោក Christopher Anderson បញ្ញាសង្ឃឹមខ្លះនៅពេលដែលគាត់បានចូលទៅស្រុកខ្មែរអាហ្នឹងរឿងទី1បងប្អូនហើយចាំឈ្មោះលោក Christopher Anderson ទុកខ្ញុំក៏ចាំដែរព្រោះខ្ញុំជាខ្មែរអាមេរិកម្នាក់ដែរដូច្នេះខ្ញុំមិនឲ្យលោក Christopher Anderson មួយខ្លួនទេព្រោះដើម្បីប្រយោជន៍អាមេរិកផងដើម្បីប្រយោជន៍កម្ពុជាផងគឺយើងនាំគ្នាចាគ្រប់គ្នាចាំនៅលើគម្ពីរតែម្ដងថ្ងៃ16ខែកក្កដាឆ្នាំ2026លោក Christopher Anderson សន្យា2ចំណុចធំៗទី1គឺប្រយុទ្ធប្រឆាំងជួយបង្ក្រាបការឆបោកអនឡាញឲ្យខ្ទេចខ្ទីទី2ចាត់ក្នុងទី1ហ្នឹងគឺមានចំណុចបន្ទាប់មួយទៀតគឺចាត់ការក្រុមមន្ត្រីនៅពីក្រោយខ្នងដែលកាងការឆបោកអនឡាញដែលជាក្រិតជនហ្នឹងចាប់ឲ្យអស់អាហ្នឹងរឿងទី1ធំរឿងទី2ដែលជាសេចក្តីសង្ឃឹមសម្រាប់អ្នកតស៊ូមតិនិងប្រជាធិបតេយ្យនៅស្រុកខ្មែរដែរគឺគាត់បដិញ្ញាអញ្ចេះគាត់ប្រាប់ថារឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអ្នករឿងនេះក៏រឿងសំខាន់ដែរក៏បាននិយាយថានៅប្រទេសកម្ពុជាគឺមានស្ថានភាពមានការព្រួយបារម្ភយ៉ាងច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យតាមពិតមិនមែនលោក Christopher Anderson ជាអ្នកថាទេរឿងនេះនោះព្រោះអាមេរិកធ្លាប់ថ្កោលទោសដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាច្រើនហើយ GSP រាល់ថ្ងៃនេះតាំងពីឆ្នាំ2017រំលាយគណៈបកសង្គ្រោះជាតិមកអាមេរិកអត់ទាន់ឲ្យវិញនៅឡើយទេណានៅស្ពិចស្ពិលណាស់ដោយសារតែរឿងរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យនឹងឯងដែលអាមេរិកដកទៅហ្នឹងហើយក៏ប៉ុន្តែដោយសាររដ្ឋាភិបាលលោកត្រាំគាត់គិតគូរពីរឿងផ្នែកសិទ្ធិមនុស្សនឹងដែរក៏ប៉ុន្តែផ្ដោតលើសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនជាងព្រោះលោកត្រាំគាត់ជាអ្នកជំនួញអញ្ចឹងហើយដែលធ្វើបើខាងប្រជាធិបតេយ្យហ្មងគឺគាត់តាំងអារឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមែនតើហើយតែដល់ពេលលោកត្រាំគាត់ដូចជាយកអាហ្នឹងគិតដែរប៉ុន្តែគិតរឿងពាណិជ្ជកម្មគិតចំណេញអាមេរិកច្រើនជាងអាហ្នឹងហើយដែលធ្វើឲ្យវាមានបញ្ហាមួយចំនួនដែរនៅក្នុងការតស៊ូមតិប៉ុន្តែឥឡូវនេះដោយសារតែលោក Christopher Anderson គាត់បដិញ្ញាតាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាគាត់និយាយថាតាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺអាមេរិកមានការព្រួយបារម្ភជាហោហែកន្លងមកដែរអញ្ចឹងគាត់បដិញ្ញាចាត់ថានៅពេលដែលគាត់ទៅកាន់ជាឯករដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាហ្នឹងគឺគាត់នឹងតតាំងដើម្បីធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរជាពិសេសការចាប់សកម្មជននយោបាយតាមអំពើចិត្តដកហូតសិទ្ធិនយោបាយអីគេអញ្ចឹងនេះវាអាចមានសង្ឃឹមដល់លោករងឈុនអាចមានសង្ឃឹមដល់លោកកម្មសុខាអាចមានសង្ឃឹមដល់កញ្ញាសេងធីរីអាចមានសង្ឃឹមដល់យុវជនចលនាមេដាធម្មជាតិទាំង5រូបនឹងនិយាយទៅគឺស្រុនស្រនសុភាអីចឹងដែរនេះបើសិនជាគាត់ធ្វើទៅអញ្ចឹងហើយបើគាត់អត់ធ្វើបងប្អូនម្ដងទៀតខ្ញុំប្រាប់អញ្ចឹងចាំលោក Christopher Anderson ដើម្បីធ្វើយ៉ាងម៉េចសរសេរញ៉ាត់ឬក៏អីរំលឹកគាត់ថានេះគឺជាការបដិញ្ញាឲ្យមន្ត្រីស្រុកក្រៅនេះណាមិនមែនចេះបដិញ្ញាចោលទេពួកអីមាននៅក្នុងប្រវត្តិសាស្ត្រគឺគាត់ត្រូវទទួលខុសត្រូវបើយើងនិយាយចង់ធ្វើតស៊ូមតិអីដើម្បីទាមទារឲ្យលោក Chris Anderson អនុវត្តតាមអ្វីដែលគាត់សន្យាគឺយកអាលិខិតពីទំព័ររបស់គាត់យកមកដាក់ជាសេចក្តីយោងគ្រប់ពេលដែលយើងតស៊ូមតិខ្ញុំជឿថាយើងនឹងបានជោគជ័យ 100% បាទឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណឹង
ខ្ញុំសប្បាយចិត្តហ្នឹងគឺសប្បាយចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកខ្ញុំជឿថាអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាកាប់មុខជេរមុងនារីផ្អើលទៀតហើយព្រោះអីគាត់ថាតាមកអញ្ចឹងគឺបំផ្លាញគណៈបកកណ្ដាលអំណាចនេះឲ្យបាត់ប្រជាប្រិយបាត់អីតែស្ដារសិទ្ធិមនុស្សស្ដារប្រជាធិបតេយ្យឡើងវិញឈប់ងើបមួយវាយមួយគឺដូចជាកាច់ធ្មងដកធ្មេញលោកហ៊ុនសែនអញ្ចឹងពួកខាងកាប់មុខនេះនឹងជេរខ្ញុំស្លាប់ងាប់ហើយព្រោះអីគេអត់ខ្វល់រឿងបងប្អូន18លានអ្នកនឹងបានហូបមិនបានហូបទេសំខាន់ឲ្យតែក្រុមដឹកនាំកាន់អំណាចគ្រួសារតកូលហ៊ុននេះនៅកាន់អំណាចរាប់រយឆ្នាំទៀតគឺគេធ្វើតែប៉ុណ្្នឹងឯងអញ្ចឹងហើយបានគេចិត្តតែជេរមុងនារីហ្នឹងព្រោះមុងនារីដែលមានបញ្ហាអីត្រូវមានទំនាស់បុគ្គលជាមួយអ្នកណាទាំងអស់នៅអនឡាញហ្នឹងប៉ុន្តែគឺគេជួលឲ្យក្រុមទាំងនេះមកជេរបងប្អូនអញ្ចឹងបើបងប្អូនឃើញអ្នកណាជេរមុងនារីទី1កុំតបតខ្ញុំសុំបងទី1កុំតបតឲ្យសោះបើបងប្អូនចង់ឲ្យបញ្យល់គេគ្រាន់តែប្រាប់ថាអូចង់ស្ដាប់វីដេអូគាត់ពេញឲ្យដឹងអំពីមុងនារីធ្វើអីឲ្យទៅមើល YouTube Facebook ខ្ញុំទៅឲ្យ share link ហ្នឹងចូលទៅក្នុង comment ហ្នឹងល្អជាងថាការយល់របស់អស់លោកបងប្អូនហ្នឹងប្រហែលជាមួយជ្រុងទេជេរគាត់ហ្នឹងទៅមើលវីដេអូគាត់ពេញទៅស្ដាប់វីដេអូគាត់ពេញនៅ Facebook YouTube គាត់ហ្នឹងចេះទៅដើម្បីឲ្យគាត់អាចនឹងភ្លឺភ្នែកព្រោះអីអ្នកខ្លះគេហៅ3បាយ3ពេលហ្នឹងគឺគាត់មួបាំងបងប្អូនគឺអត់ខ្វល់ទេគឺគេឲ្យជេរគឺជេរយកមកអាហ្នឹងដូចសត្វឆ្កែអញ្ចឹងបងប្អូននៅពេលដែលយើងប្រាប់ថាព្រុសគឺយើងព្រុសពឹបយើងហុចអាស្អីគេចំណីគេហៅ treats ជាភាសាអង់គ្លេសហៅ treats ឲ្យនំឲ្យចំណីឲ្យញុកចូលមាត់ព្រុសហាញ់ដាច់ខ្យល់ងាប់ដល់ពេលថាឈប់ហុចចំណីទៅទៀតឈប់អញ្ចឹងស្គាល់ព្រុសនឹងឈប់តែប៉ុណ្្នឹងឯងដោយសារអីដូរចំណីដែលគេហុចអត់មានធ្វើដោយប្រើមនសិការនឹងឧត្តមកតេទេប្រើសភាវគតិ instinct ជាភាសាអង់គ្លេសខ្មែរយើងថាសភាវគតិហ្នឹងគឺការប្រើតាមគេហុចចំណីព្រុសគេហុចចំណីឈប់គឺជាសត្វដែរបងប្អូនមិនមែនមនុស្សទេបើមនុស្សយើងអាចធ្វើអញ្ចឹងកើតទេអញ្ចឹងហើយបានខ្ញុំប្រាប់ថាខ្ញុំអត់រំថ្មចោលឆ្កែហ្នឹងហើយចាំខ្ញុំសំណូមពរឲ្យបងប្អូនកុំជេរតបព្រោះបើយើងឆ្កែព្រុសហើយយើងព្រុសទៅឆ្កែវិញឬខំឆ្កែវិញយើងអន់ជាឆ្កែទៅទៀតអញ្ចឹងខ្ញុំថាឲ្យបងប្អូនកុំធ្វើដូច្នេះទី1កុំជេរតបដាច់ខាតហើយកុំប្រើពាក្យអសរោះអសិលធម៌អីអញ្ចឹងអូនិយាយរឿងបើកវងកញ្ចក់បន្តិចរឿងពាក្យអសរោះហ្នឹងតាមពិតមកជីវិតមុងនារីតាំងពីអាយុចេះដឹងក្តីមកចូលរៀននៅសាលារៀនមករហូតដល់អាយុយូរសំបីមកអាមេរិកហ្នឹង5ឆ្នាំទៅមិនមែន5ឆ្នាំទេមកអាមេរិកហ្នឹង8ឆ្នាំគឺខ្ញុំរៀនតែពាក្យនៅក្នុងសាលារៀនមកគឺពាក្យមិនមែនអក្សរោះទេគឺអក្សរោះគឺខ្មែរយើងគេនាំគ្នាអានអញ្ចឹងមកជាទូទៅហើយខ្ញុំមិនដែលដឹងថាពាក្យហ្នឹងអានខុសទេប៉ុន្តែពាក្យខ្មែរហ្នឹងនៅពេលដែលយើងអានអក្សរោះគេរស់គេជាប់មាត់ជាប់អីចឹងហើយគឺប្រហែលជាគាត់គិតថាមកពីពាក្យអសុនិងរសជាតិនៃការនិយាយហ្នឹងបានយើងអានអក្សរោះឬក៏អត់ដឹងទេខ្ញុំអត់ដឹងដែរព្រោះអីខ្ញុំធ្លាប់តែលើគ្រូខ្ញុំឬក៏អ្នកណាក៏ដោយទាំងអស់គ្នានឹងអានតែអក្សរោះហ្នឹងមកយកហើយក៏ប៉ុន្តែរយៈពេល3ឆ្នាំចុងក្រោយប្រហែលជា4ឆ្នាំចុងក្រោយហ្នឹងគឺខ្ញុំចាប់ផ្ដើមអានពីអក្សរោះហ្នឹងទៅអក្សរោះរហូតហើយមានប្រតិកម្មទាំងគ្រប់ត្រនិងប្រតិកម្មប្រឆាំងខ្ញុំច្រើនលើកច្រើនគ្រាតែខ្ញុំមិនតបតយទេមានអ្នកដែលប្រឆាំងនឹងពាក្យអក្សរោះហ្នឹងគាត់ថាខ្ញុំនឹងចាប់ផ្ដើមបំពល់គេហើយព្រោះអីពាក្យហ្នឹងអក្សរោះទេគេអានអក្សរោះមិនអាចអក្សរោះបានទេហេតុអីបានជាយើងមកអានអក្សរោះអញ្ចឹងវាខុសគោលការណ៍ខុសទម្លាប់ខុសទំនៀមខុសពាក្យខ្មែរទៅទៀតតែអត់ដែលបានមកប្រាប់ខ្ញុំហ្នឹងថាពាក្យខ្មែរហ្នឹងគេទៅសេថាម៉េចគេអានមិនអីគាត់និយាយថាតាមទម្លាប់គឺគេឮតែអានអក្សរោះអញ្ចឹងហើយខ្ញុំក៏មិនទៅជាតូមនិញទៅជំទាស់ទៅរករឿងអីដែរខ្ញុំស្ដាប់ព្រោះដោយសារអីខ្ញុំធ្លាប់អានអក្សរោះអញ្ចឹងមកជីវិតខ្ញុំដែរតែទៅមកចុងក្រោយខ្ញុំអានអក្សរោះហ្នឹងដោយសារអីគឺដោយសារការស្រាវជ្រាវវចនានុក្រមសម្ដេចសង្ឃជួនណាតអត់មានសោះពាក្យអក្សរោះហ្នឹងចង់និយាយថាវាមានសរសេរស្តៀងហ្នឹងក៏ប៉ុន្តែលោកឲ្យអានអក្សរោះរសម្រាប់ពីស្រៈអស់មកពីពាក្យថាអក្សរៈនិងអក្សរោពាក្យភាសាបាលីពាក្យភាសាបាលីសំស្ក្រឹតតើមិនមែនពាក្យខ្មែរណាដល់តែពេលយើងយកមកជាភាសាខ្មែរហេតុអីបានជាយើងខែទៅអក្សរោះខ្ញុំអត់ដឹងដែរវាអត់មានកន្លែងណាដែលលោកប្រាប់ថាពាក្យហ្នឹងបាលីអានអក្សរមកពីពាក្យអក្សរៈអក្សរោះអក្សរោអីចឹងតែលោកអត់បានប្រាប់ថាទម្លាប់គេអានអក្សរោះអត់ទៅទៀតនៅក្នុងសភៅសម្ដេចសង្ឃជួនណាតហ្នឹងលោកដាក់ថាពាក្យហ្នឹងអានអក្សរោះអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលមួយថ្ងៃមានបងប្អូនខ្លះមកថាអូអត់ដែលលឺអ្នកណាអានអក្សរោះសោះលឺទៅលឺមួងណារ៉េតមួយអានហើយអានត្រូវកុំសរសើរខ្ញុំឲ្យស្លាប់អីប្រអាប់ខ្ញុំឲ្យរស់វិញខ្ញុំធ្វើដោយសារតែខ្ញុំគិតថាជួនកាលទម្លាប់វាធំជាងច្បាប់បើត្រាប់កំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកបដៅស្អីស្ដីកូនចៅស្ដីឲ្យស្មោះទម្លាប់ធំជាងច្បាប់ហ្នឹងគឺទម្លាប់អានពីអក្សរោះហ្នឹងវាទៅជាអក្សរោះរហូតមកហើយគ្មានអ្នកណាកែបានទេតែយើងចាញ់មកគឺយើងភ្លាវម្នាក់ឯងគេចោទយើងភ្លាមថាយើងកំពុងតែធ្វើឲ្យបាត់បង់អក្សរសិល្ប៍អក្សរសាស្ត្រខ្មែរដែលយើងចង់កែឲ្យក្មេងជំនាន់ក្រោយវល់អីអញ្ចឹងទៅបើខ្ញុំកែឲ្យត្រូវនិយាយឲ្យត្រូវជេរខ្ញុំជេរទៅខ្ញុំដឹងទេព្រោះពាក្យហ្នឹងគឺនៅក្នុងសភៅសម្ដេចសង្ឃជួនណាតអានអក្សរោះអញ្ចឹងខ្ញុំមិនដឹងអានយ៉ាងម៉េចទេហើយចាប់ពីពេលនេះទៅគឺមួងណារ៉េតនឹងអានអក្សរោះរហូតតតែមានបណ្ឌិតកវីឬគ្រូបាអាចារ្យណាមកប្រាប់ថាអត់ទេអាននឹងអត់ត្រូវទេយើងត្រូវអានអក្សរោះវិញប៉ុន្តែខ្ញុំអានតាមសុខចិត្តឲ្យខុសតាមអ្វីដែលជាន័យត្រូវចុះមិនត្រូវចិត្តលោកប្រុសឲ្យវាខុសចិត្តលោកស្រីចុះធ្វើម៉េចទេហើយឈប់រំខានខ្ញុំទៀតបងប្អូនណាឈប់រំខានឈប់ផ្ញើសារមកប្រាប់ខ្ញុំថាគេមិនដែលអានអក្សរោះចឹងទេគេអានអក្សរោះដោយសារតែភាសាខ្មែរយើងបើសិនជាយកអ្វីដែលជាផុសតាំងមកបង្ហាញខ្ញុំជាឯកសារខ្ញុំព្រមស្ដាប់ប៉ុន្តែបើគ្រាន់តែនិយាយប្រាប់ខ្ញុំថាគេជាទូទៅតាំងពីសាលារៀនមកគេអានតែអញ្ចឹងខ្ញុំនឹងមិនទៅតាមការអានតែអញ្ចឹងជាទម្លាប់ខុសនឹងទៀតទេខ្ញុំសុំទោសខ្ញុំសូមអធិស្ឋានប៉ុន្តែបើសិនជាមានផុសតាមបញ្ជាក់មកថាមួងណារ៉េតអានអក្សរោះហ្នឹងខុសពីពាក្យខ្មែរហើយឲ្យអានអក្សរោះវិញអាហ្នឹងបើគេគ្រប់គ្នាជាទូទៅអញ្ចឹងហើយមួងណារ៉េតប្រហែលជាដើរប្រជះទៅហើយប៉ុន្តែបើនៅតែសភៅសម្ដេចសង្ឃជួនណាតមិនកែប្រែនៅតែអក្សរោះទេមួងណារ៉េតនឹងអានពាក្យនេះអក្សរោះរហូតនៅពេលដែលមួងណារ៉េតនៅមានទាំង5ដងហើយបងប្អូនដែលណែនាំខ្ញុំស្ដាប់គ្រាន់តែថានេះជាការពន្យល់ឲ្យបងប្អូនយល់ថាយើងធ្លាប់អានខុសហើយបើសិនជាខ្ញុំអានត្រូវកុំគិតថាខ្ញុំខុសព្រោះខ្ញុំប្រយ័ត្នប្រយែងណាស់បើសិនជាខុសទេខ្ញុំមិនទៅតាមហេតុអីបានជាគេអានអក្សរោះមកកណ្ដោហេតុអីបានជាខ្ញុំនឹងមកទៅប្រចាស់ទឹកតែម្នាក់ឯងដោយសារតែខ្ញុំគិតថាវាជារឿងត្រឹមត្រូវហើយបើត្រឹមត្រូវហើយក៏បើគិតថាខ្ញុំខុសខ្ញុំអត់ដឹងដែរឬមួយក៏គេខុសគ្រប់គ្នាហើយមកត្រូវអីតែម្នាក់ឯងគេគិតថាយើងឈួតលីតែម្នាក់ឯងឬយ៉ាងម៉េចសុខចិត្តឈួតចុះឲ្យតែត្រូវបាទឥឡូវខ្ញុំបន្តទៀតពីរឿងហ្នឹងពីរឿងអក្សរោះហ្នឹង
បងប្អូនកុំតបគេណាបងប្អូនខ្ញុំសុំកុំឲ្យជេរកុំឲ្យអសិលធម៌អត់មានសុជីវធម៌បងប្អូនគ្រប់គ្រងមួងណារ៉េតហើយជា fan របស់មួងណារ៉េតទៅជេរទៅលៀបពណ៌ទៅស្អីគេបន្ទាបបន្ថោកមនុស្សអីឬក៏លក្ខណៈដើម្បីតបឲ្យគេរករឿងជេរមួងណារ៉េតបងប្អូនកំពុងតែធ្វើខ្លួនដើម្បីបំផ្លាញមួងណារ៉េតដែរហើយព្រោះអីក្បត់នឹងគោលការណ៍ឧត្តមគតិមនសិការសិលធម៌សុជីវធម៌មួងណារ៉េតដែរទេអញ្ចឹងបើស្រឡាញ់មួងណារ៉េតកុំទៅជេរកុំទៅតបអីអត់ប្រយោជន៍ទេដូចខ្ញុំជម្រាបអញ្ចឹងថាបើសិននេះផ្ញើ link ដែលមានវីដេអូខ្ញុំនិយាយពេញហ្នឹងឲ្យគេស្ដាប់ទៅថាសូមឲ្យចូលមើលវីដេអូគាត់ពេញសិនហើយសូមជេរគាត់តែប៉ុណ្្នឹងទៅក៏ជាការស្រេចដែរមិនចាំបាច់ជេរមិនបាច់ចាំតបហើយបើយល់ល្អ block ចោលទៅលឺនរណាជេរមួងណារ៉េតហ្នឹង block ចោលហើយ report រីកាឲ្យទៅកុំវែងឆ្ងាយមានមនុស្សសាំច្រើនណាស់នៅក្នុងស្រុកខ្មែរយើងសប្ងៃនៅអាមេរិកហ្នឹងក៏តែអញ្ចឹងដែរសាំតាប៉ែអត់ព្រមគិតពីរឿងជាតិរឿងអីឲ្យធំឯងមកអង្គុយជេរបចោលគ្នាហើយវាចៃដន្យអីខ្ញុំហ្នឹងវាអត់មានពាក្យជេរសោះហ្មងដល់អញ្ចឹងទៅខ្ញុំសុំទោសបងប្អូនខ្ញុំធ្វើឲ្យបងប្អូនខកចិត្តគ្រប់ពេលនៅពេលដែលគេជេរមួងណារ៉េតបងប្អូនឃើញខ្ញុំតិចលហឹមអត់តបតឬក៏មិនអីហ្នឹងនៅញញឹមគឺខ្ញុំវាគ្មានពាក្យជេរហ្នឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចនេះជាចំណុចខ្សោយរបស់ខ្ញុំដែលខ្ញុំនឹងធ្វើឲ្យបងប្អូនខកចិត្តអស់មួយជីវិតមួងណារ៉េតមិនមានពាក្យជេរនៅក្នុងខ្លួនអត់ចេះតែប៉ុណ្្នឹងឯងជាការចូលរួមសោកស្ដាយបងប្អូនខ្ញុំនិយាយរឿងមួយដែលគួរឲ្យចង់សើចមួយហើយជារឿងកំ pl ែងតែជារឿងពិតនៅសាលាក្តីខ្មែរក្រហមនៅពេលដែលគេសម្ភាសលោកប៊ូមេងហើយនឹងលោកអ៊ំជុំមីដែលជាអ្នកទោសដែលគេវាយធ្វើទរណកម្មដកកញ្ចក់នៅឯគុកទួលស្លែងរឿងនឹងវាខ្លោចផ្សារណាបងប្អូនខ្លោចផ្សារឈឺចាប់ណាស់ព្រោះខ្ញុំបកប្រែជូនគាត់ពីខ្មែរទៅអង់គ្លេសដើម្បីឲ្យចៅក្រមនិងព្រះញ្ញានិងមេធាវីនិងពិភពលោកបានស្ដាប់ឮអំពីសារស័ព្ទទុកសោកដែលគេធ្វើបាបគាត់នៅសម័យខ្មែរក្រហមប៉ុន្តែភាសាខ្មែររបស់គាត់គឺគាត់និយាយអំពីអ្វីដែលមេខ្មែរក្រហមជេរគាត់នៅពេលដែលវាយគាត់ជេរគាត់ប្រើពាក្យច្រាស់ឆ្អេះបាត់ភាសាពាលាព្រោះខ្មែរក្រហមគេខឹងគេជេរគេវាយគាត់គេអីបាច់ឈាមហ្នឹងគឺគាត់គេជេរអញ្ចឹងគាត់ចាំពាក្យហ្នឹងទាំងអស់នៅក្នុងតិចគាត់ព្រោះគាត់ឈឺចាប់ដល់ពេលគេសួរសាកសីហ្នឹងអញ្ចឹងទៅគាត់ពេលគាត់ឆ្លើយនៅក្នុងសវនាការពាក្យហ្នឹងជេរមកពេញសវនាការតែម្ដងខ្ញុំបរាជ័យតែម្ដងបងប្អូនបរាជ័យក្នុងការបកប្រែមួយភាំងហ្នឹងគឺខ្ញុំអត់ដឹងថាខ្ញុំត្រូវបកប្រែមិនអង់គ្លេសចេះច្រើនមែនតើនៅក្នុងពេលខ្ញុំបកប្រែប៉ុន្តែដល់តែចេញពាក្យជេរមកគឺខ្ញុំកាំងស្ដោកហ្មងហើយតាមពិតគឺខ្ញុំក្បត់វិជ្ជាជីវៈជាអ្នកបកប្រែខ្លួនឯងទេព្រោះអីយើងមិនមែនជេរណាពាក្យហ្នឹងគឺជាពាក្យរបស់លោកអ៊ំប៊ូមេងនិងលោកអ៊ំជុំមីអ្នកជេរគឺគេខ្មែរក្រហមជេរគាត់អញ្ចឹងគាត់និយាយឡើងវិញថាគេជេរអញ្ចឹងគេវាយអញ្ចឹងយើងត្រូវបកប្រែដោយអ្វីដែលគាត់កំពុងនិយាយព្រោះយើងមិនអាចចូលតួដោយសារតែយើងអត់ចេះពាក្យជេរហ្នឹងអត់បកប្រែបានអញ្ចឹងធ្វើឲ្យគេស្ដាប់ន័យហ្នឹងវាមិនអាចនឹងកាត់ក្តីនឹងបានខ្ញុំបរាជ័យកន្លែងហ្នឹងមួយខ្ញុំសុំនេះគឺជាបរាជ័យក្នុងប្រវត្តិជាអ្នកបកប្រែរបស់មួនណារ៉េតនៅសាលាក្តីខ្មែរក្រហមខ្ញុំស្ដាយបានប្រាប់អ្នកគ្នាច្រើនទេខ្ញុំធ្លាប់និយាយម្ដងដែរនៅលើ show ប៉ុន្តែបងប្អូនប្រហែលជាមិនដឹងស៊ីជម្រៅថ្ងៃនេះចង់ជម្រាបឲ្យស៊ីជម្រៅមែនតើគឺមួនណារ៉េតបរាជ័យក្នុងអាជីពជាអ្នកបកប្រែអាជីពនៅសាលាក្តីខ្មែរក្រហមនៅពេលដែលលោកអ៊ំប៊ូមេងនិងលោកអ៊ំជុំមីចាប់ដើមធ្វើសក្ខីកម្មប្រាប់សវនាការពីមេដឹកនាំខ្មែរក្រហមវាយគាត់ឲ្យជេរមរាយគាត់កាយឪពុកគាត់ដែលពាក្យជេរហ្នឹងគឺមកគ្រប់សពហើយខ្ញុំគាំងដោយសារអីអង់គ្លេសរៀនតែពាក្យថ្លៃថ្នូរនិងសុជីវធម៌រៀនតែសូម្បីតែខ្មែរហ្នឹងក៏រៀនតែពាក្យថ្លៃថ្នូរនិងសុជីវធម៌ដល់ពេលចាញ់ពាក្យជេរវាធ្វើឲ្យគាំងរៀងហួតប្រភពនៃចំណេះខ្ញុំណាហាមនសិការហ្នឹងគឺពើពេញខួរក្បាលខ្ញុំចាប់ផ្ដើមងាកមើលសហការីខ្ញុំព្រោះអីដល់ពេលបកប្រែខ្ញុំអត់បកហើយបកបដិញអត់មានឈប់បានទៀតស្រាប់តែដល់កន្លែងហ្នឹងស្ងាត់ឈឹងខ្ញុំចិញ្ចឹមគិតខ្លួនឯងថាខ្ញុំគូបកយ៉ាងម៉េចព្រោះខ្ញុំអត់ចេះហើយបើសិនជាដឹងពាក្យពេចន៍ហ្នឹងក៏ខ្ញុំនិយាយអត់កើតដែរដោយសារអីអត់ធ្លាប់ព្រោះអត់ចេះនិយាយពាក្យជេរហ្នឹងនេះគឺជាវិបត្តិមួយដែរក៏ប៉ុន្តែសហការីខ្ញុំនៅក្នុងកន្លែងបន្ទប់បកប្រែហ្នឹងគាត់ប្រាប់ថាពឺតចាស់ដៃទៅអត់អីទេព្រោះពាក្យហ្នឹងជាពាក្យគេជេរអញ្ចឹងយើងជាអ្នកបកប្រែយើងត្រូវតែជេរអូប្រឹងឡើងបិចញើសជោគថ្ងាសហ្មមរកពាក្យជេរដើម្បីឲ្យត្រូវអ្វីដែលគាត់និយាយបានហើយក៏អ្វីក៏ដំណើរការទៅប៉ុន្តែរនោះប្រឹងចាំដាច់ខ្យល់ស្លាប់ហើយខ្ញុំចិត្តតែគិតថាអូបើសិនជាសវនាការក្រោយទៀតណាមានសាក់សីមកជេរអញ្ចឹងគឺខ្ញុំនឹងជួបបញ្ហាមួយគឺខ្ញុំធ្វើអត់បានហើយខ្ញុំទទួលស្គាល់នេះគឺជាចំណុចខ្សោយរបស់ខ្ញុំសូម្បីតែភាសាអង់គ្លេសកុំថាឡើយភាសាខ្មែរព្រោះអីខួរក្បាលនេះពោពេញទៅដោយពាក្យដែលមិនមានពាក្យជេរបន្តិចហ្នឹងអញ្ចឹងដល់អញ្ចឹងហើយបានជាខ្ញុំមកដល់ឥឡូវហ្នឹងខ្ញុំធ្វើឲ្យបងប្អូនខកចិត្តនឹងខ្ញុំខ្លាំងមែនតើដែលមួងណារ៉េតអត់តទៅគេជេរគេវិញអីវិញប៉ុន្តែក៏មានបងប្អូនច្រើនសរសើរដែរថាគេគោរពគេឲ្យតម្លៃយើងដែរតាមពិតកុំឲ្យតម្លៃមួងណារ៉េតពេកបងប្អូនមកពីខ្ញុំវាអត់ចេះជេរទេកុំឲ្យរួចខ្លួនទេអ្នកទាំងអស់នោះខ្ញុំនិយាយត្រង់តែវាអត់ចេះជេរតែប៉ុណ្្នឹងឯងហើយឥឡូវហ្នឹងក៏គិតថាជាការល្អសម្រាប់ខ្ញុំដែរវាជាបរាជ័យជាចំណុចខ្សោយរបស់ខ្ញុំហ្នឹងក៏ប៉ុន្តែវាធ្វើឲ្យសិលធម៌សុជីវធម៌គុណធម៌របស់ខ្ញុំគឺមិនចុះក្នុងឋានបាដាលកផុកដោយពួកសកម្មជនខុសនិតរបស់គណៈបកកណ្ដាលអំណាចគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃដែលជេរមួងណារ៉េតហើយសពុតរាល់ថ្ងៃដែរប៉ុន្តែបងប្អូនជេរទៅយូរទៅអ្នកទាំងអស់នោះថោកខ្លួនឯងទេព្រោះអីគាត់ទម្លាក់តម្លៃចំពោះខ្ញុំស្រក់ទឹកភ្នែកចំពោះពួកគាត់ខ្ញុំសោកស្ដាយដែលពួកគាត់ជ្រើសរើសផ្លូវហ្នឹងណាផ្លូវហ្នឹងធ្វើឲ្យគាត់ថោកខ្លួនឯងខ្ញុំស្ដាយដែរធនធានមនុស្សយើងគាត់សម្លាប់ជីវិតនយោបាយឬក៏សុជីវធម៌សិលធម៌របស់គាត់អាហ្នឹងឲ្យគាត់ទូរ៉ៃទៅឲ្យខ្ញុំមិនទៅយកកម្មពៀខ្ញុំអត់អនុគ្រោះតែបុគ្គល2នាក់គាត់នៅស្រុកខ្មែរក្នុងមួយជីវិតរបស់មួងណារ៉េតខ្ញុំផ្ញើសារនេះឲ្យលឺដល់ឲ្យលឺម្ដងទៀតបុគ្គល2នាក់គឺបុគ្គលបាបផ្សារផាញ់វណ្ណៈនិងបុគ្គលសវឹងខួបសានបន្ទឿនគ្មានពេលណាមួយនៅក្នុងជីវិតរស់នៅរបស់មួងណារ៉េតនឹងអនុគ្រោះឲ្យបុគ្គល2នាក់នេះខាងផ្នែកមនសិការខ្ញុំមិនធ្វើឲ្យអស់លោកទេកុំភ័យថាមួងណារ៉េតទៅធ្វើឲ្យអស់លោកអត់ទេប៉ុន្តែផ្នែកមនសិការសម្បញ្ញញ្ញៈនិងវិចារណញ្ញាណគឺខ្ញុំនៅតែចងកំហឹងនឹង2នាក់នេះរហូតដល់ថ្ងៃខ្ញុំស្លាប់ដោយសារគាត់ជេរមរាយកាយឪពុកខ្ញុំសម្បើមណាស់ព្រោះម្ដាយខ្ញុំឪពុកខ្ញុំអត់មានកំហុសអីនៅក្នុងការងារដែលធ្វើ show របស់ខ្ញុំទេអស់លោកគឺប្រមាថការទានម្ដាយឪពុកខ្ញុំបានទទួលអនិច្ចកម្មទៅហើយសូមឲ្យវិញ្ញាណក្ខន្ធឪពុករបស់ខ្ញុំតាមចងពៀព្យាបាទបុគ្គល2នាក់នេះរហូតលុកសៃបើគាត់មិនសុំទោសជាសាធារណៈខ្ញុំប្រាប់ឲ្យហើយបើគាត់មិនសុំទោសជាសាធារណៈចំពោះវិញ្ញាណក្ខន្ធរបស់ឪពុកខ្ញុំនិងម្ដាយខ្ញុំដែលនៅរស់ទេហើយដែលជេរបចោស្រាតសពុតគាត់បែបនេះគឺអ្នកនឹងត្រូវការចងកំហឹងហើយសូមឲ្យអ្នកហែលទឹកភ្នែកឪពុកខ្ញុំអ្នកហែលទឹកភ្នែកម្ដាយខ្ញុំរហូតដល់ខ្លួនអ្នកស្លាប់ឲ្យរស់នៅវេទនាជាងស្លាប់ទៀតព្រោះអ្នកថោកទៀតណាស់ខ្ញុំគ្រាន់តែប្រាប់តែបុគ្គល2នាក់ដែលជេរមរាយកាយឪពុករបស់ខ្ញុំជាសាធារណៈហើយអត់មានរឿងអីសោះអត់មានរឿងឆ្លោះគ្នាខ្ញុំគ្មានរឿងអីបុគ្គលជាមួយបុគ្គលផាញ់វណ្ណៈនេះខ្ញុំមានរឿងអីគ្មានរឿងអីឆ្លោះគ្នាជាមួយបុគ្គលសានបន្ទឿននេះទាល់តែសោះតែបុគ្គលនេះគឺបាត់ភាសាហៅឡើងលើខ្ញុំប្លុកចោលទឹកទីអស់ហើយប៉ុន្តែ